សួស្តីបងប្អូនសិស្សនិស្សិតទាំងអស់ចេញថ្ងៃនេះលោកគ្រូសូមលើកយកមេរៀនទី3យកមកបង្ហាញជូនបងប្អូនទាំងអស់គ្នាមេរៀនទី3សិក្សាអំពីចំនួនពី1ទៅដល់5បាទចឹងបងប្អូនធ្លាប់បានដឹងមកហើយនៅចំនួនដែលយើងមាននៅលើដៃយើងចឹងបើសិនជាដៃរបស់យើងក្តាប់ចឹងបញ្ជាក់ថាលេខ0យើងលើកម្រាមដៃមួយបញ្ជាក់ថាលេខ1ចឹងបើសិនជាយើងលើកម្រាមដៃ2បាទចឹងជាលេខ2ចឹងបើសិនជាលើកម្រាមដៃ3បាទចំនួននោះយើងហៅថា3ចឹងបើយើងលើកម្រាម4បាទចឹងយើងថាចំនួននោះជាចំនួន4ចឹងបើយើងលើកម្រាម5បាទចឹងចំនួននោះយើងហៅថា5ឥឡូវយើងចូលចំណុចបន្តបាទចំណុចបន្តយើងសិក្សាពី1ទៅដល់5តើ1គេធ្វើបែបម៉េចបានហៅថា1បាទចឹងក្មេងមានម្នាក់ចឹងក្មេងម្នាក់យើងហៅថា1ហើយលេខ1សរសេរបែបម៉េចបាទលេខ1គឺយើងគួចហើយយើងតោងវាឡើងលើបន្តិចមកហើយយើងទម្លាក់ទៅក្រោមបាទជាមើលរូបនេះជារូបបែបបងប្អូនបាទគឺរូបយន្តហោះជាងយន្តហោះមានចំនួនប៉ុន្មានបាទមានចំនួន1ហើយលេខ1យើងសរសេរបែបម៉េចបាទគឺយើងកាច់ជ្រុងឡើងលើទាញចុះក្រោមបាទចឹង1បងប្អូននឹងហើយចឹង1បើសិនជាយើងលើកម្រាមគឺលើកម្រាមតែ1បន្តទៀតយើងចូលចំនួន2ចឹងយើងមើលកុមារានិងកុមារីមានចំនួនប៉ុន្មានបងប្អូនបាទមានចំនួន2ចឹងលេខ2មានរូបរាងបែបម៉េចបាទនេះលេខ2ចឹងដើម្បីសរសេរលេខ2គឺយើងធ្វើដូចម្ដេចបាទដំបូងយើងចាប់ទាញមូលបន្តិចមកឡើងលើតោងរាងជ្រុងបន្តិចមកហើយទាញចុះក្រោមហើយវាត់ឡើងលើចឹងចំនួន2គឺបើសិនជាយើងធ្វើម្រាមគឺយើងធ្វើម្រាមប្រហែលបងប្អូនបាទចឹងម្រាម2ចឹងក្នុងនេះលោកគ្រូសូមដាក់រូបតំណាងគឺតំណាងនៃបាល់ចំណុចបន្តគឺសិក្សាអំពីចំនួន3ចឹងចំនួន3មានកុមារាកុមារីចឹងមានមនុស្សម៉ែននេះបងប្អូនបាទចឹងមាន3ចឹងលេខ3ខ្មែរយើងគឺយើងសរសេរបែបនេះចឹងឧទាហរណ៍ថាមានផ្កា3តងចឹងលេខ3គឺយើងសរសេរគូចពីក្រោមឡើងលើហើយទម្លាក់ចុះក្រោមហើយតោងទម្លាក់មកចឹងលេខ3សូមបងប្អូនរៀនសរសេរមកណាចឹងលេខ3យើងដំបូងតោងពីក្រោមឡើងលើទម្លាក់ចុះក្រោមហើយយើងឡើងលើមកយើងទាញចុះមកក្រោមមួយទៀតចឹង3បងប្អូនអាចលើកម្រាមប៉ុន្មានបងប្អូនបាទចឹងម្រាម3ចឹងនៅក្នុងនេះលោកគ្រូចុចចឹងយើងមើលពួកខ្មៅនេះមានចំនួនប៉ុន្មានបងប្អូនបាទ1នេះសូមបងប្អូនសរសេរមកលេខ1យើងសរសេរបែបម៉េចបាទចឹងនេះចុចមានចំនួនប៉ុន្មានបងប្អូនបាទមានចំនួន2ចឹងខាងនេះចុចមានចំនួនប៉ុន្មានបាទចុចមានចំនួន3បាទឥឡូវយើងមើលរូបមនុស្សនេះមានចំនួនប៉ុន្មានបាទយើងរាប់មើល1 2 3 4បាទចឹងលេខ4សរសេរបែបម៉េចបាទនេះលេខ4យើងរៀនសរសេរមកបាទឥឡូវយើងមើលប៉ែលឬក៏អីឬក៏ប្រដាប់ជោគដីឬក៏ជោគថ្មចឹងមានចំនួនប្រមាណបងប្អូនបាទចឹងមានចំនួន4ចឹងលេខ4សរសេរបែបម៉េចបាទលេខ4យើងកាច់ដំបូងយើងមើលសញ្ញាខាងក្រោមមុនមកចឹងពីក្រោមតោងទម្លាក់មកយើងអុំមកចំហៀងបន្តិចមកហ
ហើយយើងឡើងលើយើងគួចរៀងកោងបន្តិចទៅលើចំណុចចាប់ផ្ដើមបាទឥឡូវយើងមើលរូបបន្តជារូបអ្វីបងប្អូនបាទអញ្ចឹងជារូបចាបមានចំនួនប៉ុន្មានបាទចាបមានចំនួន5បាទឥឡូវយើងមើលរូបបន្តទៀតគឺជារូបអ្វីបងប្អូនបាទគឺជារូបកញ្ចាញ់ចេកអញ្ចឹងកញ្ចាញ់ចេកមានប្រមាណទាំងអស់បងប្អូនរាប់ទៅមើល1 2 3 4 5បាទអញ្ចឹងមានទាំងអស់មានចំនួន5អញ្ចឹងដើម្បីសរសេរលេខ5តើយើងសរសេរបែបម៉េចបាទអញ្ចឹងយើងសរសេរតាមសញ្ញាព្រួយមកដំបូងគូចបន្តិចហើយគូចទៅក្រោយហើយគូចឡើងលើហើយគូចជារង្វង់ហើយយើងឡើងលើបន្តិចមកបាទនេះជាលេខ5សូមបងប្អូនឧស្សាហ៍រៀនសរសេរមើលលេខ5គេសរសេរបែបម៉េចបាទសរសេររួចរាល់ឬណាបងប្អូនបាទតើដូចនៅក្នុងលេខដែលលោកគ្រូបង្ហាញដែរឬអត់បាទឥឡូវយើងចូលចំណុចបន្តបាទចំណុចបន្តយើងមានចំនួនអញ្ចឹងផ្លែនេះគេហៅផ្លែអីបាទផ្លែល្ហុងមានចំនួនប៉ុន្មាន1បន្តទៀតល្ហុងមានចំនួនប៉ុន្មានបងប្អូនបាទ2បាទបន្តទៀតល្ហុងមានចំនួនប៉ុន្មានយើងរាប់ទៅមើលបាទមានចំនួន3បាទយើងមើលល្ហុងមានចំនួនប៉ុន្មានបន្តទៀតបាទអញ្ចឹងទាំងអស់មានចំនួន4បាទអញ្ចឹងល្ហុងបន្តមានចំនួនប៉ុន្មានបងប្អូនបាទមានចំនួន5ឥឡូវយើងមើលចំណុចបាទនេះជាចំណុចអីបាទមានចំណុចមានតែមួយចុចខាងនេះមានចំនួន2បាទចុចខាងនេះបាទអញ្ចឹងមានចំនួន3បាទជាចំណុចនេះមានទាំងអស់ប្រមាណបងប្អូនបាទអញ្ចឹងមានចំនួន4បាទអញ្ចឹងចំណុចទាំងអស់នេះមានចំនួនប៉ុន្មានបងប្អូនបាទអញ្ចឹងមានចំនួន5ឥឡូវយើងចូលដល់លំហាត់គឺចូលវងចំនួនអញ្ចឹងយើងវងចំនួនមកតើចំនួនប៉ុន្មានដែលគេដាក់មកបាទអញ្ចឹងយន្តហោះមានចំនួនប៉ុន្មានមាន1មាន2មាន3អញ្ចឹងមើលចម្លើយណាត្រឹមត្រូវបាទអញ្ចឹងលេខ3អញ្ចឹងយើងវងលើលេខ3មកណាបងប្អូនយើងមើលរូបបន្តទៀតកៅអីមានចំនួនប៉ុន្មានបងប្អូនរាប់ទៅមើលមាន1មាន2មាន3អញ្ចឹងមានចំនួនប៉ុន្មានបាទមានចំនួន1ហើយយើងមើលរូបបន្តមានសត្វព្រែបមានចំនួនប៉ុន្មានបងប្អូនបាទមានចំនួន2បាទឥឡូវយើងចូលលំហាត់លេខ1ដែរចំណុចបន្តបាទយើងមើលសត្វនៅក្នុងរូបជាសត្វអ្វីបងប្អូនបាទសត្វអីបាទអញ្ចឹងជាសត្វកងានអញ្ចឹងសត្វកងានមានចំនួនប៉ុន្មានសូមបងប្អូនទូទាយមើលបាទអញ្ចឹងមានចំនួន4ជ្រូករូបបន្តរូបអីគេបងប្អូនបាទរូបជញ្ជីងអញ្ចឹងជញ្ជីងមានចំនួនប៉ុន្មានបងប្អូនធ្វើការរាប់ទៅមើលបាទអញ្ចឹងជញ្ជីងមានចំនួន3បាទអញ្ចឹងរូបបន្តជារូបអ្វីបងប្អូនបាទជារូបសត្វអីបងប្អូនបាទសត្វស្វាអញ្ចឹងសត្វស្វាមានចំនួនប៉ុន្មានបងប្អូនរាប់ទៅមើលបាទអញ្ចឹងមានចំនួន5បាទសំទោសមានចំនួន5ប៉ុន្តែគ្រូខុសទៅ4បាទកន្លែងនេះយើងយកលេខ5ណាបាទយើងចូលលំហាត់លេខ2សរសេរ
ជាចំនួនចាឥឡូវគ្រូផ្ដល់រូបហើយយើងសរសេរជាលេខមើលតើក្នុងរូបនេះមានរូបអីបងបាទរូបត្រីអញ្ចឹងរូបត្រីយើងរាប់មើលប្រមាណបាទអញ្ចឹងយើងរាប់ទៅ1 2 3 4 5អញ្ចឹងបានមានចំនួន5អញ្ចឹងយើងសរសេរលេខ5បាទរូបបន្តគឺជារូបអីបងបាទជារូបមាន់តើមាន់មានចំនួនប្រមាណបាទអញ្ចឹងយើងឃើញតែ1អញ្ចឹងយើងសរសេរលេខ1បាទរូបបន្តគឺជារូបអីបងបាទជារូបមួកអញ្ចឹងមួកមានចំនួនប្រមាណយើងរាប់មើល1 2 3 4អញ្ចឹងមានចំនួន4លើយើងចូលលំហាត់លេខ3ចូលបំពេញចំនួនរួចអានអញ្ចឹងគេឲ្យយើងបំពេញចំនួនហើយអានទៅបាទអញ្ចឹងរូបទី1បាទអញ្ចឹងរូបទាអញ្ចឹងទាមានទាំងអស់ចំនួនបាទយើងរាប់មើល1 2 3 4 5បាទមានចំនួន5អញ្ចឹងទាទី1សរសេរលេខ1ទាទី2សរសេរលេខ2ចុះទាទី3បាទអញ្ចឹងសរសេរលេខ3ទាលេខ4ទាលេខ5អញ្ចឹងយើងសរសេរលេខ5មកបាទអញ្ចឹងលេខ5ចុះបើយើងសរសេរចំនួនខាងក្រោមនៅក្នុងប្រអប់តើយើងសរសេរបែបម៉េចបាទអញ្ចឹងយើងសរសេរ1 2 3មានហើយយើងសរសេរ4អញ្ចឹងនៅខ្វះលេខ5បាទឥឡូវយើងចូលចំណុចបន្តលំហាត់លេខ4ចូលគប់គងបាទអញ្ចឹងយើងគប់គងមើលបាទអញ្ចឹងមាន1បាទរូបទី1មាន1រូបទី2មាន4រូបទី3មាន2រូបទី3មាន3រូបទី5មាន5បាទឥឡូវយើងធ្វើគប់គងរូបទី1យើងគូសហើយមានចំនួន1អញ្ចឹងយើងគូសទៅរកលេខ1ជារូបទី2បាទរូបទី2មានចំនួន3អញ្ចឹងមានចំនួន4តែក្នុងចំណុចចុចនេះមានតែ3អញ្ចឹងគ្រូឃុំរាល់លេខសិនហើយចាំគូទៅសត្វបាទអញ្ចឹងយើងគូទៅសត្វអញ្ចឹង2បាទសុំទោសអញ្ចឹង3ជាសត្វនេះណាអញ្ចឹងគ្រូដាក់ច្រឡំអញ្ចឹងទាមានចំនួន2ណាអញ្ចឹង2ទៅខាងនេះអញ្ចឹងទី4ចំណុចទី4នេះមករកលេខ4បាទអញ្ចឹងចំនួនផ្លែមានចំនួន4បាទអញ្ចឹងចំណុចមាន2គូទៅរកលេខ2បាទសត្វលេខ2បាទមានសាច់កងាននេះអញ្ចឹងចម្លើយមុនដោយសារគូអត់ដល់បាទអញ្ចឹងចំណុចចុងក្រោយមានចំនួន5អញ្ចឹងអ្វីដែលមានចំនួន5បាទគឺផ្កាអញ្ចឹងបងប្អូនអាចគប់គងខ្លួនឯងបានឥឡូវចូលលំហាត់លេខ5ចូលសរសេរតាមរូបខាងក្រោមអញ្ចឹងយើងសរសេរបែបម៉េចសរសេរតាមរូបអញ្ចឹងយើងមើលរូបបាទរូបមានចំនួនទី1មានអីសត្វទាក្នុងស្រះអញ្ចឹងសត្វទាមានចំនួនប្រមាណបាទសត្វទាមានចំនួន5ទី2មនុស្សយើងរាប់មនុស្សមើលមានប៉ុន្មានបងប្អូនបាទមនុស្សមានចំនួនប៉ុន្មានបាទមនុស្សដើរមានមនុស្សទាំងអស់ណាអញ្ចឹងមនុស្សដើរមានតែមួយទេចំណែកដើមឈើមានប្រមាណបាទដើមឈើមានចំនួន4អញ្ចឹងយើងសរសេរលេខ4ចុះបង់អង្គុយមានចំនួនប្រមាណដែរបងប្អូនបាទមានចំនួន4ដែរចឹងអ្នកជិះកង់មានចំនួនប្រមាណបងប្អូនមើលតាមរូបមើលបាទអញ្ចឹងមានចំនួន2
សត្វចាបណាសត្វចាបហាលើមេឃយើងមើលសិននៅលើមេឃមើលមានប្រមាណបាទចឹងមានចំនួន3បាទចឹងមេរៀននេះលោកគ្រូសុំតែបញ្ចប់តែត្រឹមនេះយើងមានចម្ងល់អីអាច comment សួរបាននៅខាងក្រោមវីដេអូបាទសូមអរគុណបងប្អូនដែលបានទស្សនា